ជំរាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះយើងមករៀនបង្កើត Telegram ដោយបង់លុយណាបង្កើតតាមវីសាកាតឥឡូវភាគច្រើនកន្លែងនេះខ្ញុំអត់សូវចុចឲ្យបងប្អូនអ្នកគ្នាមើលដោយសារភាគច្រើនបងប្អូនយើងចេះចុចអស់ហើយកន្លែងហ្នឹងណាគឺចុចមកដល់កន្លែងនេះបងប្អូននេះភាគច្រើនបងប្អូនអ្នកគ្នាចុចចូលទៅមកតង់ទៀតនេះចឹងភាគច្រើនគឺយើងចុចមកដល់កន្លែងហ្នឹងហើយអត់ដឹងធ្វើម៉េចចឹងយើងចុចកន្លែងតិចនេះតិចហ្នឹងយើងវាយpassword របស់ Gmail របស់យើងណាយើងវាយ password ពីវាទាមទារឲ្យបញ្ជាក់ password Gmail របស់យើងចឹងយើងវាយមកយើងចុចផ្ទៀងផ្ទាត់ពេលដែលចុចផ្ទៀងផ្ទាត់ហើយយើងចាំមកសន្ទុះមកវាលោតផ្ទាំងមួយទៀតមកហើយលោតផ្ទាំងនេះគឺយើងចុចកន្លែងបងប្រាក់ហើយយើងវាយលេខកូដមកបងប្អូនអរគ្នាណាវាយលេខកូដហ្នឹងគឺលេខកូដ Visa Card បងប្អូនអរគ្នាអញ្ចឹងកន្លែងនេះខ្ញុំសូមបាំងយើងវាយលេខកូដ Visa Card មកវាយមិនក៏បានដែរឲ្យតែត្រូវមិនក៏បាននេះណាវាយមិនក៏បានឲ្យតែត្រូវហ្នឹងហើយយើងវាយឲ្យត្រូវពេកមកហើយយើងចុចបន្តទៅពេលដែលយើងចុចបន្តវានឹងលោតទាំងមកមួយទៀតហើយយើងចុចថាទិញម្ដងចុចទិញម្ដងចាំមកស្ទុះវាលោតទាំងមកមួយទៀតហើយបងប្អូនអរគ្នាយើងចាំមកស្ទុះនេះវាលោតទាំងមកមួយនេះគឺយើងចុចលើរូប Visa Card របស់យើងមកហ្នឹងហើយយើងចុចលើគេដាក់ថា Visa Card ណាអញ្ចឹងកន្លែងហ្នឹងបងប្អូនអរគ្នាត្រូវរកទូរស័ព្ទមួយដើម្បីត្រៀមយកមកចាំចុចលេខព្រោះដើម្បីកុំឲ្យភ្លេចណាឥឡូវហ្នឹងខ្ញុំចុចលើពាក្យថា Visa Card ហ្នឹងមកទូរស័ព្ទចុចយើងអត់ចង់ថាច់បងប្អូនអរគ្នាវាអត់ចង់ប៉ះណាយើងចុចថយក្រោយយើងចុចចូលម្ដងទៀតយើងចុចលើ Visa Card ចុចលើ Visa Card មកអូខេយើងចុចកន្លែងទិញហើយយើងវាយ password ម្ដងទៀត password របស់ Gmail ណាព្រោះអាហ្នឹងវាតម្រូវឲ្យយើងវាយអញ្ចឹងខ្ញុំក៏អត់ដឹងធ្វើម៉េចដែរព្រោះវាថាវាយច្រើនដងអញ្ចឹងយើងវាយហើយយើងចុចទៀងទាត់ម្ដងទៀតយើងចុចទៀងទាត់ម្ដងទៀតកន្លែងនេះយើងយកបាតឬមួយក៏ចាស់ហ្នឹងមកហើយយើងចុចយល់ Pro មកនេះអញ្ចឹងកន្លែងនេះវាវល់មកទូហើយនេះវាលោតផ្ទាំងនេះមួយអញ្ចឹងខាងក្រុមហ៊ុនគេនឹងខលមកឲ្យបងប្អូនអរគ្នាណាអញ្ចឹងក្រុមហ៊ុនខលមកយើងលើកហើយយើងរកអីចុចកត់លេខកូដនឹងទុកណាបងប្អូនអរគ្នាព្រោះថាដើម្បីកុំឲ្យច្រឡំបើសិនជាច្រឡំយើងពិបាកទិញម្ដងទៀតអស់លុយម្ដងទៀតបងប្អូនអរគ្នាត្រូវរកអីកត់ហើយស្ដាប់មួយទៅព្រោះគេហៅឲ្យយើងតែម្ដងឯងសុំទោសមិនម្ដងពីរដងហៅម្ដងហើយគេផ្ទៀងផ្ទាត់ម្ដងទៀតតែពីរដងហ្នឹងគេបិទហើយអញ្ចឹងបងប្អូនអរគ្នាត្រូវរកអីកត់លេខហ្នឹងឲ្យបានត្រឹមត្រូវកុំឲ្យខុសនេះលើលេខរបស់ខ្ញុំគឺលេខប៉ុណ្ណឹងអញ្ចឹងសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើន